មុនចាប់ផ្ដើមអាជីវកម្មណាមួយត្រូវផ្ដើមសួរខ្លួនឯងមួយសំណួរថាតើផលិតផលឬសេវាកម្មរបស់ខ្ញុំជួយដោះស្រាយបញ្ហាអ្វីខ្លះសម្រាប់អតិថិជនអាជីវកម្មដែលជួយដោះស្រាយបញ្ហារបស់អតិថិជនទទួលបានលទ្ធផលយូរអង្វែងជាងអាជីវកម្មដែលគ្រាន់តែព្យាយាមលក់ចាប់ផ្ដើមអាជីវកម្មពីតូចមុននឹងធំមនុស្សជាច្រើនចង់ចាប់ផ្ដើមអាជីវកម្មធំប៉ុន្តែភាពជោគជ័យភាគច្រើនចាប់ផ្ដើមពីការធ្វើតូចសិនសាកល្បងទីផ្សារដោយការលក់តិចហើយសង្កេតមើលពីតម្រូវការនៅពេលដែលអ្នកយល់ពីតម្រូវការរបស់អតិថិជនហើយចាំពង្រីកតាមក្រោយអាជីវកម្មជោគជ័យស្មើនឹងការធ្វើដំណើរផ្លូវឆ្ងាយការធ្វើអាជីវកម្មមិនងាយស្រួលពេកនោះទេវាជាការតស៊ូថ្ងៃនេះបរាជ័យថ្ងៃក្រោយសាកម្ដងទៀតអ្នកនឹងមិនបរាជ័យទេកុំឲ្យតែអ្នកបោះបង់អតិថិជនគឺជាគ្រូបង្រៀនល្អបំផុតសូមកុំយល់ថាអ្វីដែលអ្នកគិតសុទ្ធតែត្រឹមត្រូវទាំងអស់នោះសូមស្ដាប់អតិថិជនពួកគេប្រាប់អ្នកថាត្រូវកែអ្វីត្រូវបន្ថែមអ្វីត្រូវបោះបង់ចោលអ្វីការផ្ដល់មតិយោបល់របស់អតិថិជនមានតម្លៃខ្លាំងណាស់កុំលក់ឲ្យគេត្រូវបង្ហាញអត្ថប្រយោជន៍ឲ្យគេមនុស្សមិនចូលចិត្តត្រូវគេលក់អ្វីមួយឲ្យទេតែពួកគេចូលចិត្តរបស់ដែលធ្វើឲ្យជីវិតកាន់តែស្រួលឬដោះស្រាយបញ្ហារបស់ពួកគេពេលអ្នកផ្ដោតលើអត្ថប្រយោជន៍របស់អតិថិជនវាធ្វើឲ្យសាររបស់អ្នកច្បាស់និងធ្វើឲ្យអតិថិជនចាប់អារម្មណ៍ជំនួសឲ្យការនិយាយថាខ្ញុំមានផលិតផលល្អចូលនិយាយថានេះជារឿងដែលនឹងជួយអ្នកដូចជាចំណេញពេលវេលាកាត់បន្ថយការចំណាយឬធ្វើឲ្យជីវិតកាន់តែប្រសើរអាជីវកម្មត្រូវការចក្ខុវិស័យវែងឆ្ងាយកុំគិតតែថ្ងៃនេះគិតអំពី6ខែ1ឆ្នាំ3ឆ្នាំក្រោយអាជីវកម្មខ្លះចំណូលតិចក្នុងខែដំបូងប៉ុន្តែមានចំណូលច្រើននៅឆ្នាំទី3ការរក្សាគោលដៅនិងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងនេះចង់បញ្ជាក់ប្រាប់បងប្អូនថាបើសិនជាបងប្អូនចេញរកស៊ីសូមបងប្អូនកុំចង់បានចំណេញឬក៏ចង់បានចំណូលច្រើនភ្លាមនៅពេលដែលបងប្អូនទៅតែចាប់ផ្ដើមបានមួយរយៈពេលខ្លីចំណាយតិចចំណេញច្រើនចំណាយគឺជាសត្រូវដ៏ស្ងៀមស្ងាត់បើមិនចង់ឲ្យមានវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារឬក្រុមហ៊ុនទេមុនសម្រាប់ចិត្តទិញអ្វីមួយសូមសួរខ្លួនឯងថាតើវាជាការចំណាយឬវាជាការវិនិយោគអ្វីដែលមិនបង្កើតប្រាក់ត្រឡប់មកវិញត្រូវកាត់បន្ថយគុណតម្លៃសំខាន់ជាងតម្លៃមនុស្សជាច្រើនធ្វើអាជីវកម្មដោយប្រកួតយកតម្លៃថោកតែការប្រកួតតម្លៃគឺជាយុទ្ធសាស្ត្រដែលចាញ់គេបន្តិចម្ដងកុំប្រកួតតម្លៃជាមួយគេត្រូវប្រកួតគុណភាពផលិតផលសេវាកម្មនិងបទពិសោធន៍អតិថិជនតម្លៃថោកធ្វើឲ្យចំណេញតិចតម្លៃថោកធ្វើឲ្យអ្នកមិនអាចរក្សាគុណភាពល្អបានតម្លៃថោកទាក់ទាញតែអតិថិជនដែលមិនថិតថេរផ្ទុយទៅវិញគុណភាពល្អទាក់ទាញអតិថិជនរយៈពេលវែងសេវាកម្មល្អបង្កើតការសរសើរនិងការជួយផ្សព្វផ្សាយតគ្នាដោយស្ម័គ្រចិត្តបទពិសោធន៍ល្អធ្វើឲ្យអតិថិជនចាំជាប់ចិត្តចូលចាំពាក្យមួយនេះមនុស្សកំពុងស្វែងរកគុណតម្លៃមិនមែនតម្លៃថោកទេអតិថិជនចង់ទូទាត់ក្នុងតម្លៃខ្ពស់បើគេបានទទួលអ្វីដែលមានគុណតម្លៃច្រើននេះជាអាជីវកម្មល្អបំផុតចំពោះបងប្អូនដែលមានមុខរបរលក់ដូររួចហើយនៅទូទាំងប្រទេសសម្រាប់បន្ថែមប្រភពរកប្រាក់ចំណូលអមជាមួយអាជីវកម្មមានស្រាប់របស់បងប្អូន KT ជា franchise អាជីវកម្មផ្លូវមន់ស្លាប់មន់បំពងចុងស្លាប់មន់ក្រឡុកនិងប្រហិតជាច្រើនមុខដែលជា brand របស់បងប្អូនខ្មែរបង្កើតឡើងជាង10ឆ្នាំមកហើយនិងប្រើផលិតផលក្នុងស្រុករបស់ខ្មែរសូមជួយគាំទ្រផលិតផលខ្មែរដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ